នៅទីបំផុតថ្ងៃដែលខ្ញុំរងចាំគឺបានមកដល់ហើយថ្ងៃនេះគឺជាថ្ងៃចាក់ក្បាលពោះរបស់ខ្ញុំថ្ងៃទី1ហើយថ្ងៃទី1នេះទៅមន្ទីរពេទ្យឲ្យគ្រូពេទ្យចាក់ឲ្យហើយបងប្អូនឃើញពោះខ្ញុំប៉ោងអញ្ចឹងតិចច្រឡំថាខ្ញុំមានផ្ទៃពោះហើយអត់ទាន់ទេបងប្អូនពេលដែលយើងអង្គុយញ៉ាច់អញ្ចឹងមកគឺឃើញសពកពោះក្រាស់តែម្ដងតាំងពីលេបថ្នាំអរម៉ូនមកគឺពោះប៉ោងខុសធម្មតាហើយពេលដែលយើងចាក់ភ្ញួយពងញីនេះពេលពងញីរីកធំពោះយើងនឹងកាន់តែប៉ោងធំជាងនឹងទៀតថ្ងៃទី4ទី5ទៅគឺចាប់ផ្ដើមឃើញពោះប៉ោងហើយអានេះថ្នាំដែលគ្រូពេទ្យឲ្យមក5ថ្ងៃក្រោយទៅជួបគ្រូពេទ្យម្ដងទៀតសួរថាឈឺអត់ពេលចាក់បន្ទាប់ពីចាក់ហើយមានអារម្មណ៍ថាអ៊ូលហើយបុកផ្សំនឹងថ្ងៃនេះមកខែផងអញ្ចឹងទៅវារៀងចុកពោះចុកអីតែគ្រូពេទ្យក៏បានប្រាប់មុនដែរថាថ្នាំពេលដែលយើងចាក់ទៅវានឹងធ្វើទុកយើងខ្លះមានអាការៈដូចជាឈឺក្បាលក្តៅខ្លួនហើយយើងឈឺអាកន្លែងមជុលដែលយើងចាក់ពេលដែលយើងចាក់កាន់តែយូរថ្ងៃក្បាលពោះរបស់យើងវាកាន់តែឈឺអញ្ចឹងណាព្រោះយើងចាក់ទៅវាឈឺអាមុខមជុលហ្នឹងណាចឹងព្យាយាមឲ្យយើងសម្រាកបានច្រើនកុំពាក់ខោអាវតឹងរឹប